ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី 2 ព្រះបាទជ័យវរ្ម័នទី 2 សំស្ក្រឹតឆ្នាំកំណើតប្រហែល 770 សោយទីវង្គតឆ្នាំ 850 គឺជាស្ដេចដ៏សំខាន់បំផុតមួយរូបក្នុងប្រវត្តិសាស្ត្រខ្មែរដែលត្រូវបានចាត់ទុកជាស្ដេចបង្កើតនគរខ្មែរឬចក្រភពអង្គរព្រះអង្គបានបង្រួបបង្រួមដែនដីខ្មែរប្រកាសឯករាជ្យពីចក្រភពជ្វាវាសៃឡេនទ្រានិងបង្កើតរបរាជានិយមទេវរាជាដែលក្លាយជាមូលដ្ឋាននៃចក្រភពខ្មែរជាច្រើនសតវត្សក្រោយ1ប្រវត្តិដើមកំណើតព្រះអង្គកើតនៅសតវត្សទី 8 ក្នុងតំបន់អង្គរឬក្រុងឥសានបុរៈបច្ចុប្បន្នជាខេត្តកំពង់ធំគ្មានព័ត៌មានច្បាស់លាស់អំពីព្រះរាជបតាប៉ុន្តែតាមសិលាចារឹកព្រះអង្គជាអ្នកមានឋានៈខ្ពង់ខ្ពស់ប្រហែលជាព្រះរាជវង្សានុវង្សនៃរដ្ឋចេនឡាដែលជារដ្ឋខ្មែរមុនសម័យអង្គរនៅវ័យក្មេងព្រះអង្គត្រូវបាននិរទេសឬចាប់ខ្លួនទៅចក្រភពជ្វាវាសៃឡេនទ្រានៅកោះជ្វាដែលគ្រប់គ្រងដែនដីខ្មែរមួយផ្នែកព្រះអង្គបានសិក្សាវប្បធម៌សាសនានិងរដ្ឋបាលនៅទីនោះ2ការត្រឡប់មកវិញនិងការបង្រួបបង្រួមឆ្នាំ 790 ព្រះអង្គត្រឡប់មកដែនដីខ្មែរបន្ទាប់ពីរកិច្ចឬត្រូវបានដោះលែងពីជ្វាវាព្រះអង្គចាប់ផ្ដើមបង្រួបបង្រួមរដ្ឋតូចនៅចេនឡាដោយវាយលុកនិងសញ្ជ័យដែនដីពីខាងជើងតំបន់ភ្នំកូឡែនទៅខាងត្បូងតំបន់បាសាក់ព្រះអង្គបានបង្កើតរដ្ឋធានីដំបូងនៅឥន្ទ្របុរៈនៅជិតភ្នំកូឡែនបន្ទាប់មកផ្លាស់ទៅហរិហរាល័យនៅរលួសនិងចុងក្រោយមហេន្ទ្រវត្តនៅភ្នំកូឡែន3ការប្រកាសឯករាជ្យនិងរបបទេវរាជា 802 នៅឆ្នាំ 802 នៅលើភ្នំហេន្ទ្រភ្នំកូឡែនព្រះអង្គបានធ្វើពិធីសាសនាដ៏ធំមួយដឹកនាំដោយប្រាជ្ញាឥណ្ឌូឈ្មោះហេរ៉នទៀមព្រះអង្គប្រកាសឯករាជ្យពីជ្វាវានិងបង្កើតរបបទេវរាជាព្រះរាជាជាព្រះដោយធ្វើឲ្យស្ដេចជានិមិត្តរូបនៃព្រះសិវៈដើម្បីពង្រឹងអំណាចរាជានិយមពិធីនេះត្រូវបានចារនៅសាលាចារឹកស្ដុងត្រាំងដែលជាប្រភពចម្បង4ការគ្រងរាជ្យនិងស្នាដៃព្រះអង្គគ្រងរាជ្យប្រហែល48ឆ្នាំ 790 850 បានបង្កើតប្រព័ន្ធរដ្ឋបាលកណ្ដាលកសាងប្រាសាទតូចនិងប្រឡាយទឹកសម្រាប់កសិកម្មព្រះអង្គមិនបានសាងសង់ប្រាសាទធំដូចអង្គរវត្តទេប៉ុន្តែបានដាក់មូលដ្ឋានសម្រាប់ចក្រភពអង្គរព្រះអង្គមានព្រះមហេសីច្រើននិងព្រះរាជបុត្រជាច្រើនដែលក្រោយមកបន្តរែក5សោយទីវង្គតនិងមរតកសោយទីវង្គតនៅឆ្នាំ 850 នៅមហេន្ទ្រវត្តព្រះរាជបុត្រជ័យវរ្ម័នទី 3 បន្តរែកប៉ុន្តែចក្រភពចាប់ផ្ដើមពង្រីកធំនៅសម័យក្រោយយសោវរ្ម័នទី 1 សូអោយវរ្ម័នទី 2 មរតកព្រះអង្គជាអ្នកបង្កើតឯករាជ្យជាតិខ្មែរនិងរបរាជានិយមដែលមានរហូតដល់សតវត្សទី 15ព្រះនាមជ័យវរ្ម័នគឺអ្នកការពារជ័យជំនះត្រូវបានស្ដេចក្រោយយកតម្រូរប្រភពចម្បងសាលាចារឹកស្ដុងត្រាំង 1052 និងកំណាយបុរាណវិទ្យានៅភ្នំកូឡែនព្រះអង្គជានិមិត្តសញ្ញានៃឯករាជ្យនិងភាពរុងរឿងខ្មែរ